សួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់ Channel មានសៃទូចទៀតណាថ្ងៃនេះអេមីនលោកយករឿងនេះក្រែមួយមកសម្រាប់ជូនអ្នកទាំងគ្នាមើលទៀតណារឿងនេះអ្នកទាំងគ្នាមើលហើយគឺបានលៀងភ្នែក free ទៀតហើយប៉ុន្តែអេមីនសូមមិនបើកក្បាលរឿងនឹងទេតើអ្នកទាំងគ្នាចូលទៅមើលសាច់រឿងតែម្ដងទៅប៉ុន្តែសម្រាប់អ្នកដែលមើលហើយមិនទាន់បានជួយចុច Subscribe នៅលើ Channel របស់ខ្ញុំកុំភ្លេចចុចម្នាក់មួយផងដើម្បីទទួលបានវីដេអូរឿងថ្មីទៀតណអញ្ចឹងអរគុណទុកជាមុនណាតែរឿងនេះមានចំណងជើងថា Even is this love disappear tonight ប៉ុន្តែសុំទោសខ្លាំងមែនតើសម្រាប់នាំចិត្តដែលបានសុំរឿងភាគរឿងអីចឹងណាប៉ុន្តែ sorry ខ្លាំងមែនតើសម្រាប់អ្នកដែលក៏សុំរឿងភាគរឿងអីណានិយាយទៅ sorry ខ្លាំងមែនតើអ្នកទាំងគ្នាណាដែលសារធ្វើរឿងភាគនឹងដូចអ្នកទាំងគ្នាបានឃើញអញ្ចឹងគឺអត់មានអសឹកបានចេញជាប់ទេអញ្ចឹងហើយក៏ធ្វើអ្នកទាំងគ្នារងចាំយូរហើយមើលទៅក៏អត់សូវល្អមើលដែរអញ្ចឹងធ្វើឲ្យ Channel នឹងធ្លាក់រែងខ្លាំងមែនតើអញ្ចឹងមួយរយៈនេះគឺអត់មានសុំធ្វើរឿងដាច់មកប្រើសិនណាសង្ឃឹមអ្នកទាំងគ្នាយល់ណាអញ្ចឹងកុំឲ្យរងចាំយូរទៀតតោះចូលមកស្ដាប់ការសម្ដែងរបស់មាននៅក្នុងរឿងនេះតែម្ដងនេះដោយសាររឿងដំបងផ្ដើមចេញពីក្មេងស្រីម្នាក់ដែលមានឈ្មោះថាហានសយុនភ្ញាក់ពីកេងភ្លាមសយុនក៏បានឃើញណូតរបស់ខ្លួននៅក្នុងបន្ទប់ហ្នឹងដែលបានសរសេរណូតបញ្ជាក់ថានេះមានបញ្ហាការចងចាំបន្ទាប់ពីគ្រោះថ្នាក់មួយដូច្នេះហើយសូមពិនិត្យមើលកុំព្យូទ័ររបស់នាងនៅលើតុហ្នឹងរួមទាំងណូតមួយចំនួនទៀតដែលបានសរសេរថានៅពេលដែលនាងភ្ញាក់ពីកេងការចងចាំរបស់នាងនឹងកំណត់ឡើងវិញមុនពេលដែលមានឧបទ្ទវហេតុនោះដូច្នេះហើយរាល់ពេលដែលនាងខកពីកេងនៅព្រឹកថ្ងៃថ្មីហ្នឹងគឺនាងត្រូវឆែកមើលកំណត់ហេតុក៏ដូចជាណូតប្រចាំថ្ងៃរបស់នាងហ្នឹងសយុនណាណូតប្រាប់ខ្លួនឯងគ្រប់យ៉ាងនៅលើជញ្ជាំងហ្នឹងថានាងមានឈ្មោះអ្វីរៀននៅសាលាណារៀននៅថ្នាក់ទីប្រមាណអីនោះហើយដាច់ខាតគឺនាងត្រូវតែរក្សាសភៅកំណត់ហេតុរបស់នាងទុកនៅក្នុងកាតាបហ្នឹងបន្ទាប់ពីនឹងផងដែរសយុនក៏បានឆែកមើលកុំព្យូទ័ររបស់ខ្លួនតាមណូតដែលនាងបានណូតទុកនៅលើជញ្ជាំងហ្នឹងពេលហ្នឹងតើនាងថាថ្ងៃទី8មករា2025ហ្នឹងនាងបានជួបគ្រោះថ្នាក់ចរាចរណ៍មួយដែលធ្វើឲ្យប៉ះពាល់ដល់ការចងចាំរបស់នាងខ្លាំងមែនតើដែលការចងចាំរបស់នាងហ្នឹងនឹង reset ឡើងវិញនៅពេលព្រឹកថ្ងៃថ្មីដែលរឿងនេះផងដែរមានមនុស្សប្រមាណអ្នកតែប៉ុណ្ណោះដែលបានដឹងមានប៉ាម៉ាក់របស់នាងមិត្តភក្តិស្រីរបស់នាងម្នាក់ទៀតដែលមានឈ្មោះថាជីមីនហើយនឹងគ្រូនៅសាលារៀនរួមមើលកំណត់ហេតុរបស់ខ្លួននៅក្នុងកុំព្យូទ័រហើយហ្នឹងសយុនក៏មិនភ្លេចដាក់សភៅកំណត់ហេតុចូលកតាបដោយអ្វីដែលនាងបានផ្ដាំខ្លួនឯងហើយដែរចុះមកញ៉ាំ breakfast ជាមួយនឹងប៉ាម៉ាក់របស់ខ្លួនហើយហ្នឹងសយុនក៏បានតម្រង់មកកាន់ឡានសាលាដែលកំពុងតែបើកមកដល់ល្មមនេះឯងនៅពេលដែលនាងឡើងឡានភ្លាមហ្នឹងមិត្តរួមថ្នាក់ដទៃទៀតហ្នឹងគឺបានឲ្យលោជាមួយនឹងនាងចាប់អារម្មណ៍លើនាងខ្លាំងមែនតើសិស្សប្រុសដទៃទៀតហ្នឹងក៏បានបង្អាប់ទៅកាន់សិស្សប្រុសដែលបានរាក់ទាក់ជាមួយនឹងនាងហ្នឹងថាមិនបានជាទាក់ទាញចំណារអារម្មណ៍ម៉ែអញគិតថានាងហ្នឹងនឹងខ្លាចទៅជាមិត្តភក្តិជាមួយនឹងឯងមែនបើទោះបីជាលឺសំឡេងមិនតបបង្អាប់អញ្ចឹងក៏ដោយក៏សយុនអត់មានតបតសំបីតែមួយម៉ាត់ពេលហ្នឹងផងដែរសយុនណាក៏បានមកឈរជិតសិស្សប្រុសម្នាក់ទៀតដែលមានឈ្មោះថាគីមជេវុនមិនទាន់ទាំងទៅដល់សាលាផងហ្នឹងឡានសាលាហ្នឹងស្រាប់តែជន់ប្រាំងងើតជាហេតុធ្វើឲ្យសិស្សឈរទាំងអស់គ្នាហ្នឹងគឺបាត់បង់ចំហគ្រប់គ្នាតែម្ដងជាពិសេសគឺសយុននឹងឯងទៅឲ្យឡើងស្រាស្កកឃើញតែបែបហ្នឹងជេវុនណារហ័សណាស់ដែរតកងត្រនាងទំនងខ្លាំងមែនតើហ្មងណាដល់មែនតើទៅនេះខុសសាលាលោកអើយលោកទៅជាគាត់នឹងទាញសក់នេះមកតំហឹងទៅវិញហើយមិញនេះឃើញត្រក្បាលគេឡើងសំណំសំសួរណាណាហើយមិនបានទៅអញ្ចឹងវិញទៅនេះសយុនណាមានមាត់អីទេងាកមកសម្លឹងមុខម្ចាស់ដៃឯងនឹងឡើងលឿនហើយម្ចាស់ដៃនឹងមិនខ្ចីលេងពីសក់គេទៀតណាហើយផងបោចដល់សាលារៀននេះខុសយ៉ាងម៉េចដល់គេសម្លឹងមុខបន្តិចហើយនឹងទៅគាត់នឹងភ្ញាក់ខ្លួនលេងដៃពីសក់គេទៅតែយ៉ាងណាមិញគាត់ក៏បានសុំទោសសយុនផងដែរតែសយុនអត់មានតបសំបីតែបន្តិចហើយមូលហេតុដែលឡានសាលានឹងជន់ប្រាំងមួយទំហឹងនឹងគឺដោយសារតែសិស្សប្រុសមួយក្រុមនេះឯងជីកង់កាត់ឡាននឹងអត់មានខ្លាចគ្រោះថ្នាក់អីសោះបន្ទាប់ពីនឹងសាច់រឿងក៏បានកាត់ចុះម៉ាស៊ីនក្នុងសាលារៀនវិញម្ដងជេវុននឹងអង្គុយរួមតុជាមួយនឹងសិស្សប្រុសម្នាក់ទៀតដែលមានឈ្មោះថាដងស៊ីកឃើញថាពេលនឹងលើតុរបស់ពួកគេនឹងប្រឡាក់ប្រឡូសខ្លាំងមែនតើដងស៊ីកនឹងក៏បញ្ញាប់ជួតសម្អាតតុនឹងជេវុនណាក៏បានសួរគេថាហេតុបានជាឯងនៅតែទ្រាំនឹងវាទៀតដងស៊ីកក៏បានធ្វើសុំទោសមកកាន់គាត់មួយម៉ាត់តែប៉ុណ្្នឹងឯងតែជេវុនណាមិនអាចទ្រាំដូចជាគាត់បានទេក៏បានងើបឡើងតាំងមកកាន់ថ្នាក់ជាប់គ្នានឹងសម្ដៅមកកាន់ក្រុមសិស្សទំនើបមួយក្រុមនេះឯងគាត់ក៏បាននិយាយទៅកាន់ពួកគេនឹងថាពួកឯងធ្វើឲ្យតុរបស់ខ្ញុំញ៉ៃអស់ហើយបងធំរបស់ពួកគេនៅក្នុងក្រុមនឹងដែលមានឈ្មោះថាចុងថៃហ៊ុននឹងក៏បានសួរបបមកវិញថាឯងគឺជំរុំតុរបស់ដងស៊ីកនឹងមែនគេដឹងខ្លួនច្បាស់ហើយថាពួកគេនឹងបានធ្វើអីខ្លះនោះអញ្ចឹងហើយគេក៏បានសុំទោសបែបលក្ខណៈថាលេងសើចទៅកាន់ជេវុនវិញប៉ុន្តែជេវុនអាចបានលេងសើចជាមួយនឹងពួកគេនឹងទេក៏បានប្រាប់ពួកគេនឹងឈប់បូលីដងស៊ីកទៀតទៅតែថៃហ៊ុននឹងក៏បានសួរលើទៅកាន់គាត់ថាឯងគឺជាសង្សាររបស់គេមែនកំពុងតែនិយាយរឿងនឹងឃ្លាមិនទាន់នឹងចប់ផងហ្នឹងពួកគេក៏បានឃើញថាសយុននឹងបដិសេធសិស្សប្រុសម្នាក់ទៀតនឹងដែលឲ្យផ្ការបស់នាងនៅខាងក្រៅថ្នាក់ហ្នឹងឃើញបែបហ្នឹងចុងថៃហ៊ុននឹងដូចជាមិនសូវក្នុងខ្លួនមិនទេក៏ងើបឡើងមកប្រាប់ជេវុននឹងឲ្យទៅសុំសយុនណាត់ជួបគ្នាទៅជេវុនក៏បានសួរទៅកាន់គេវិញថាហេតុអីតែពេលហ្នឹងក៏តបឡើងធូរគេថាគ្មានមូលហេតុទេសង្ស័យមកសាលារៀននឹងតនេពេកមកទៅចេះនឹកឃើញរឿងចឹងនេះហើយភ្លាមហ្នឹងក្រុមគេនឹងងាកទៅឃើញដងស៊ីកនៅមាត់ទ្វារហ្នឹងក៏នាំគ្នាស្រែកឡាំប៉ាឲ្យដងស៊ីកហ្នឹងសុំសយុននឹងណាត់ជួបគ្នាទៅដងស៊ីកកាន់លើតែអញ្ចឹងហ្នឹងលឹបទៅវិញឡើងលឿនភ័យខ្លាំងមែនតើលោកដំងចេញលេងមួយហ្នឹងក្រុមរបស់ថេហ៊ុនហ្នឹងនាំគ្នាមករំអុកដងស៊ីកទៀតហើយតែជេវុនក៏បានប្រាប់ថាគាត់នឹងសុំនាងណាត់ជួបគ្នាប៉ុន្តែក៏មកពួកគេហ្នឹងក៏មកខ្វាយខ្វល់ជាមួយនឹងពួកគាត់ដែរ
ហើយអារឿងគេណាជួបគ្នាមិនជួបគ្នាអីណាចង់ថៃហ៊ុននឹងថងថាសបាយអខ្លាំងណាស់ជេវុននឹងក៏បានងើបឡើងចេញពីតុនឹងទៅធ្វើឲ្យពួកនឹងហូរហ្មងណាគាត់ដល់ថងក្លាហានខ្លាំងមែនតើចូលមកនឹងហាងខាងស្រីថាហេតានាងនឹងចេញក្រៅជាមួយខ្ញុំអត់សម្ដីរបស់គាត់នឹងធ្វើឲ្យខាងស្រីនឹងអង្គុយសម្លឹងមកគាត់មួយសន្ទុះធំហើយពេលនឹងសរតៃទៀតនឹងចាប់ដើមមកគ្នាមកអូចិត្តហ្នឹងហើយអ្នកខ្លះទៀតនឹងក៏បានទាញទូរស័ព្ទទាញកាមេរ៉ាថតវីដេអូទុកចឹងទៅរឿងចឹងញីណាមានកាត់ឡើងហ្នឹងចង់ថៃហ៊ុនអ្នកវិញខំប្រឹងឈរកវីក្បាលទៅខាងស្រីនឹងច្បាស់ជាបដិសេធហើយតែស្រាប់តែភ្លាមហ្នឹងខាងស្រីក៏និយាយឡើងថាអូខេការឆ្លើយយល់ព្រមរបស់នាងធ្វើឲ្យគ្រប់គ្នានឹងភ្ញាក់ផ្អើលខ្លាំងមែនតើសូម្បីតែជេវុននឹងក៏គាត់ងឿងឆ្ងល់ណាស់ដែរដែលនាងយល់ព្រមបែបហ្នឹងនោះហើយសូយ៉ូណាក៏បញ្ជាក់ប្រាប់គាត់ថាខ្ញុំចង់តើណាត់ជួបគ្នាទៅបន្ទាប់ពីចេញពីរៀនណាប្រាប់ខាងប្រុសរួចហើយនឹងនាងក៏ដើរចេញទៅតើឲ្យសោះគ្រប់គ្នានឹងឆ្ងល់ខ្លាំងមែនតើថាអីគេនាងយល់ព្រមមកសឹងតែមិនជឿសោះតែយ៉ាងណាមិញរឿងនេះក៏ធ្វើឲ្យជេហ៊ុននឹងល្បីខ្លាំងមែនតើនៅក្នុងសាលារៀនហ្នឹងដោយសារតែគាត់អាចទទួលបាននូវការយល់ព្រមតាក់ទងគ្នាពីសូយ៉ុនបែបហ្នឹងនោះលោកដល់មកចេញទៅផ្ទះហើយគាត់អង្គុយសង្ងំនៅក្នុងថ្នាក់តាមម្នាក់ឯងគាត់ទុកឲ្យសរតៃទៀតនឹងចេញទៅឡើងអស់ឡើងស្ងាត់ឆឹងលោកបានបន្តិចហ្នឹងសូយ៉ុនក៏បានចូលមកហាយជាមួយនឹងគាត់ហើយក៏បានសួរគាត់ថាតើលោកគឺជាគឹមជេវុនត្រូវអត់គាត់ក៏បានឆ្លើយតបទាំងឆ្កងទៅកាន់នាងវិញថាត្រូវហើយភ្លាមហ្នឹងសូយ៉ុនក៏បានសុំទូរស័ព្ទដៃរបស់គាត់យកមកចុចលេខរបស់នាងឲ្យរួចហើយនាងក៏បានណូតទុកប្រាប់ខ្លួនឯងថាជេវុនហ្នឹងគឺជាសង្សាររបស់ខ្លួនតែគ្រាន់តែលើកគេហៅខ្លួនថាសង្សារហ្នឹងជេវុនក៏បានសួរបញ្ជាក់នាងហៅខ្ញុំថាជាសង្សាររបស់នាងមែនខាងស្រីក៏បានតបថាអីគេឃើញលោកគឺជាអ្នកសុំខ្ញុំណាត់ជួបគ្នាមុនហីជេវុនណាក៏បានឆ្លើយប្រាប់ថាត្រូវហើយតែយ៉ាងណាមិញគាត់ក៏បានប្រាប់នាងពីមូលហេតុដែលគាត់នឹងទៅសុំនាងណាត់ជួបគ្នានោះគឺដោយសារតែមានអ្នកបូលីមករួមតុករបស់គាត់ហ្នឹងដឹងរឿងហ្នឹងហើយសូយ៉ុននឹងអត់មានខឹងគាត់ទេប៉ុន្តែបែរជាសរសើរគាត់ថាគាត់គឺជាមិត្តភក្តិដ៏ល្អម្នាក់ប៉ុន្តែនាងក៏មិនខ្វល់ថាដោយសារតែមូលហេតុអីក៏ដោយប៉ុន្តែក៏បានសួរគាត់បញ្ជាក់ថាតើអញ្ចឹងលោកអត់ចង់ណាត់ជួបគ្នាជាមួយនឹងខ្ញុំទេមែនខាងប្រុសណាក៏បានបដិសេធថាអត់ទេខ្ញុំលើតែអញ្ចឹងខាងស្រីនឹងក៏កាត់ភ្លាមថាអញ្ចឹងមិនអីទេអញ្ចឹងឃើញថាខាងស្រីនឹងដូចជាចង់ណាត់ជួបគ្នាជាមួយនឹងគាត់ហ្នឹងជេវុនណាក៏បានសួរបញ្ជាក់ទាំងតាក់ទើនឹងថាអញ្ចឹងនាងចូលចិត្តខ្ញុំមែនខាងស្រីក៏តបលឿនថាអត់ទេជេវុនក៏បានសួរទៅថាអញ្ចឹងហេតុអីទៅសូយ៉ុនក៏បានឆ្លើយថាដោយសារតែនាងចង់សាក់លបងអីថ្មីប៉ុន្តែយ៉ាងណាមិញក៏នាងមានលក្ខខណ្ឌនៅក្នុងការណាត់ជួបគ្នាពី3ចំណុចនោះដែរទី1នាងសូមឲ្យពួកគេនឹងរក្សាទំនាក់ទំនងមួយគ្នានឹងខ្លីៗបានហើយទី2ពួកគេនឹងមិននិយាយរកគ្នាទេរហូតដល់ចេញពីរៀនហើយទី3កុំចាប់អារម្មណ៍គ្នាពិតប្រាកដខាងប្រុសនឹងនៅភាំងមិនទាន់ទាំងជ្រះស្រឡះផងហ្នឹងខាងស្រីនឹងក៏បបួលគាត់ចេញទៅក្រៅបាត់លោកដាបណ្ដាចេញពីសាលាបណ្ដាហ្នឹងខាងស្រីក៏បានសួរខាងប្រុសថាតើគាត់នឹងចូលចិត្តធ្វើអីគេចូលចិត្តម្ហូបអីគេអញ្ចឹងទៅសួរគេបណ្ដាក៏បានណូតទុកបណ្ដាអញ្ចឹងទៅរួចហើយក៏បានលើកទូរស័ព្ទថតក្រឹបតែនៅខាងប្រុសនឹងមកឡើងកញ្ចប់ឲ្យមានញ៉ាំអីបន្តិចលោកដល់ឡើងឡានជាមួយគ្នាទៀតហ្នឹងសូយ៉ុនណាក៏បោះដៃហាជេវុននឹងឲ្យមកអង្គុយចិត្តនាងដំបងឡើយនឹងឃើញថាពួកគេនឹងរៀងឆ្កងហឹងដាក់គ្នាដែរប៉ុន្តែលោកជីឡានជាមួយគ្នាបានមួយសន្ទុះហើយហ្នឹងពួកគេនឹងក៏មានរឿងនិយាយគ្នាអាចធ្វើឲ្យសូយ៉ុនណាសោយចាញ់អាចធ្វើឲ្យពួកគេទាំងពីរនាក់នឹងបាននិយាយគ្នាច្រើនជាងមុនដែរហើយនាងក៏បានសួរគាត់បន្តទៀតពីរឿងកីឡាដែលគាត់លេងប៉ុន្តែខាងប្រុសក៏បានប្រាប់ថាគាត់មិនចូលចិត្តលេងកីឡាអីទេជេវុនណាក៏បានសួរនាងថាហេតុបានជានាងត្រូវទៅសេរឿងទាំងអស់នឹងតុកអញ្ចឹងប៉ុន្តែសូយ៉ុនមិនបានឆ្លើយជាមួយនឹងគាត់ទេបានជានិយាយទៅកាន់គាត់ថាលោកឲ្យមកទៅហាក់ដូចជាមនុស្សដែលមិនធម្មតាអញ្ចឹងខាងប្រុសណាក៏បានទៅបកពាក្យនឹងមកកាន់នាងវិញផងដែរថាគាត់ក៏អាចនិយាយបានដែរថានាងគឺជាមនុស្សដែលមើលទៅមិនធម្មតានោះសូយ៉ុនណាក៏បានទទួលស្គាល់ថានាងគិតថាខ្លួនឯងនឹងក៏មិនធម្មតាដែរលោកដែលយប់ឡើងនៅក្នុងថ្ងៃដដែលហ្នឹងសូយ៉ុនក៏បានផ្ញើសារមកជេវុនដោយរំលឹកគាត់ពីលក្ខខណ្ឌទី1របស់នាងថាពួកគេនឹងត្រូវរក្សាទំនាក់ទំនងមួយគ្នាខ្លីៗឃើញសារនឹងហើយជេវុនក៏លន់មកតិចៗថានាងចម្លែកណាស់លុះចុះដល់ថ្ងៃបន្ទាប់ពួកគេទាំងពីរនាក់ក៏បានជួបគ្នានៅក្នុងកង់ទីនសាលារៀនខាងប្រុសណារៀបនឹងសេឲ្យដល់នាងទៅហើយហ្នឹងតែគាត់ក៏នឹកឃើញនៅលក្ខខណ្ឌរបស់នាងអញ្ចឹងហើយក៏ធ្វើជាធម្មតាដាក់កាត់នាងធ្វើជាមិនស្គាល់មិនឃើញគ្នាអញ្ចឹងទៅតែឃើញរកពេលរបស់ជេវុនឯបែបហ្នឹងមានជាដែលជាមិត្តភក្តិរបស់សូយ៉ុនហ្នឹងក៏បានមកប្រាប់ជេវុនឲ្យឈប់តាក់ទងគ្នាជាមួយនឹងសូយ៉ុនទៅព្រោះមកតែគាត់មិនទាំងនឹងស្រឡាញ់នាងផងហើយមុនមិញហ្នឹងគាត់មិនសុំបីទៅសេឲ្យលោកដាក់នាងផងហ្នឹងដល់ផាំងបន្តិចហ្នឹងជេវុនក៏បានសួរទៅកាន់គេវិញថាខ្ញុំចង់ដឹងថាគេគឺជាប្រភេទមនុស្សបែបម៉េចទៅជាមានមិនបានឆ្លើយតបនឹងចំណុចហ្នឹងទេនាងក៏បានសុំទូរស័ព្ទដៃរបស់ខាងប្រុសទៅហើយគាត់ក៏ព្រមឲ្យទូរស័ព្ទទៅនាងមែនដែលពេលហ្នឹងផងដែរហ្នឹងក្រុមរបស់ចុងថៃហ៊ុនណាក៏កំពុងតែលួចមើលដូចគ្នាហើយពួកគេគិតថា3នាក់ហ្នឹងមានតំណែងស្នេហាត្រីកោណៃហើយជាមីណាចង់បានលេខទូរស័ព្ទដៃរបស់ជេវុនហ្នឹងស្របពេលដែលពួកគេទាំង3នាក់កំពុងតែលួចមើលពីអ្នកហ្នឹងក៏មានសប្បុរសមួយក្រុមទៀតនៅគ្នាមករករឿងដងស៊ីទៀតហើយដល់ពួកគេនឹងបានកុំសភៅរបស់ដងស៊ីហ្នឹងទៅមកពេញហ្នឹងឲ្យគ្នានឹងតាមដណ្ដើមឡើងវល់ប៉ុន្តែចុងថៃហ៊ុនណាក៏បានចេញមុខការពារដងស៊ីហ្នឹងដែលបានប្រាប់ទៅកាន់ក្រុមគេហ្នឹងថាពួកគាត់បានសន្យាគ្នាហើយបន្ទាប់ពីហ្នឹងតស្អីរឿងក៏បានកាត់ម៉ាស៊ីនពីអ្នកនេះវិញចេញពីរៀនមកណាជេវុនណាឈរចាំខាងស្រីមុខសាលារៀនហ្នឹងឯងសូយ៉ុនណាបានមកពីក្រោយហ្នឹងគេខ្លាចខាងប្រុសខ្លាំងមែនតែនដែលបានស្រីស្អាតណាស់មកស្និទ្ធស្នាលអីចឹងជេវុនគ្នាឡើងភ័យហ្មងសូយ៉ុនណាក៏បានសរសើរគាត់ថាខ្លួនគាត់ថ្ងៃហ្នឹងក៏អូបជេវុនណាក៏បានលើកក្បាត់កោរបស់ខ្លួនឯងមកហិតមើលហើយក៏បានប្រាប់នាងថាគាត់គិតថាគ្រាន់តែជាតាកោអីតែប៉ុណ្្នឹងឯងហើយនៅថ្ងៃនេះផងដែរពួកគេនឹងក៏បានណាជួបគ្នាដោយសង្សារដទៃទៀតដែលបាននាំគ្នានឹងមកចាប់តុក្កតាលេងជាមួយនឹងគ្នាលុះចាប់បានតុក្កតាហើយពួកគេទាំងពីរនាក់និយាយពីថាសប្បាយចិត្តនោះហ្វាយហើយដាក់គ្នាទៀតនោះអស់ពីចាប់តុក្កតានឹងហើយពួកគេនឹងក៏នាំគ្នាមកលេងហ្គេមផ្សេងជាមួយគ្នាទាំងសប្បាយចិត្តដែលមើលទៅមិនដូចជាសង្សារដែលណាជួបគ្នាដោយមិនបានស្រឡាញ់គ្នាសោះពួកគេថែមទាំងបានញ៉ាំមីជាមួយគ្នាយ៉ាងមានក្តីសុខលុះចុះដល់ថ្ងៃបន្ទាប់ហ្នឹងជេវុនណាបានថតយករូបរបស់សូយ៉ុនណារត់មករកគាត់នឹងក្រឹបយកតែម្ដងឃើញថាពួកគេទាំងពីរនាក់ហ្នឹងគឺកាន់តែស្និទ្ធស្នាលជាមួយគ្នាគឺកាន់តែមានក្តីសុខតែម្ដងឯងតែក៏
ปองทอดนั่งจีมินนั่งก็บังให้คลุนวับข้างปอนั่งตกตัวซับหลังเลือนให้เลิกนี่จีมินนั่งทั่วโดยจังแต่ตึงก้อนจังมังก้อยมาปุ๊กแกต่างไปเนี่ยนั่งทั่วแกกาสลาจมูกหนึ่งขี้กลายมาติดนั่งใจวนจมูกหนึ่งซอยย้อนกับบ้านนอกขี้มาทอดโรโก้จมูกหนึ่งขี้มันต่อไปทอดหายนั่งซอยย้อนนั่งก้อยมาลูกต่อนั่งคือมีก็ได้ซอกคลั่งเหมือนแตนแล้วเคยทางมันแพร่บักคลุนเนี่ยยำสบายจัดนั่งจีมินนั่งก่อนยำสบายจัดตามเนียได้แต่สำหรับแป้งมือขี้นั่งพองดานั่งกับมีจนติดใบกับปนตาสำลังมาปุ๊กแกนั่งมีก็ได้ซอกโดยขี้ปันตายสนั่นยำแต่ลุยมือแกอย่างมีก็ได้ซอกระบกอดนั่งกับตะบ้าพญาเดซาแต่ใจวนพญามาวังนั่งให้นั่งกอดกับรถเจนตาดำมาบ้านบอสไลน์เนี่ยจะนั่งได้จมูกหนึ่งใจวนเต้แล้วแกรถเจนแต่บ้านนั่งใจวนนั่งกับช่อนั่งกับไหลระบกแกนั่งชอบเมื่อสอยยนจมูกมันแพร่ระบกแกนั่งมาดองวันมันต้องว่าไปนั่งปุ๊กแกต่างไปเนี่ยนั่งกับมีการนัดจุกเนี่ยจีโฮให้นอกเนี่ยมาเชื่องกระโอเคจังเตอรอไปแต่เนี่ยบ้านนัดจุกจมูกหนึ่งกอดนั่งสอยยนนั่งกับบ้านโน้ตคงกับนัดตาบ้านนี่ตกแต่งเนี่ยบ้านโน้ตตกคงคอมพิวเตอร์บ้านนี่ท่านนี่จอยข้างเพราะนั่งเชื่อมาบัดติดหน้าปันใต้มาแต่ก็ได้โดยจีเอ็นครั้งไงลูกจะรถให้บันตอบข้างไทยฮอนไหนไว้เนื้อกับมีเรื่องไว้ขี้จมูกหนึ่งซ้ำมากรมนี่ได้เป็นนั่งพองได้ใจวนนั่งก็กับปองแต่ผมมอสำรามในเจ็ดนั่งพองก็กับบานเคยตายบัตรตัวใบจะไทยฮอนนั่งเถอะบางเกิดโปรไว้หลังตัวสัตว์ยังก็กอดมันโจมันช่วยได้ก็ทั่วจะมาดังมันเหลือไอ้แต่งไทยฮอนนั่งตระบางโปนั่งจองตีนได้ตีนเจอเหมือนใบสะสอบเตียนโนให้ตระบางเกิดตอดพองแทะพองนั่งก็สนับแต่มีแต่ดอกโกมากระจอบนั่งเขามาตระกบาแปะมือในโพลุงงี้มาเมื่อตอนนี้ใจมาบิสนาได้โปรซาระบายเยอะนั่งไอ้สมันแต่ก่อนนั่งจะได้มาผมช่วยไทยฮอนให้ตาแปะมือเถอะกระจอบดอกโกกระดากระบานั่งมูมังเหมือนเต้นเป็นยำสำรอกโจมารอใจวนตาจะวนนั่งกระบาลกบให้กบเตี้ยตะดอกโกคงกระตระดอกก้อนกบเกยยองอบรู้ตายมาดองแล้วกบตะดอกโกดักแกให้นั่งใจฮอนกระตระบางกระกุยก็ปล้องตับมาได้ให้นั่งก็ทราบแต่ลือสำเนียงซาสไลเหมือนสไลล้างท่าลูกครูช่วยพังลูกครูเคยแต่แกกระป๋องทอวิตอระบอกครูจังอาซาประมาณนี้นั่งก็นักเรียนรถปลอดสำเนียงเด็กช่วยมาเนื้อคือจังบีมอระบอกโซยนี่ไอ้ให้ก็มีสนาได้ทอวิตอระบอกจิมินั่งพองได้เกสหางการคลีบันล้อคลังเหมือนเต้นมันแพ้บอกแกหนูบรรทอเป็นนั่งไทยฮอนนั่งกระตระบางใจวนนั่งช่วยเลี้ยงระบบเอาไว้แกกำปองตะเลี้ยงระบบเอานั่งก็มีเชิญหนุ่มมกระบบนั่งไอ้สมัยตาบันตาจังนะน่าแต่มีสนามยิ้มสำลังมกใส่สะอาดเตี้ยหนูใจวนนั่งทนอย่างการเลี้ยงระบบกอดพองเงียบพองนั่งคลังเหมือนเต้นกับบางโซไทยเมย์กี้แล้วกอดเงียบเมื่อตามตาเนื้อมันจะบ้าแทนระบองนั่งกระป๋องเมื่อใส่สะอาดมวยนายเปิดประกอบเต้มันจะบ้าทับไปนี่ก่อนมินจะได้นะเกมันแน่เต้ระเวียงซอยยนจมูกหนึ่งจีมินโน่บรรทอไปแพงบันตัดนั่งไงซอยยนกับบางโซแต่กันแค่ทางไม่บ้านจะชลุกเนียนจังไทยฮอนนั่งกับบ้านในยัยท่าปุ๊กแกนู่มันชื่อมนุษย์ลอยเต้ชลอยจังให้นั่งไงอย่างน้ำมันก็กับบางโซใจวนท่าให้ได้บ้านใจมาผมช่วยขยมตั้งปีดำบงตั้งให้ได้ยังจะไม่โดนจำตอนนี้ตีจังคอยจังโน่ใจวนนั่งกับบ้านชลอยท่าขยมกระถายนึกปากกาไว้ขี้เสียไปใต้ให้ขยมมากก็มันจีเนียประดาอะไรได้ใต้อย่างน้ำมันจีมินนั่งกับมินจะรอได้แต่บ้านปรับแต่การไทยฮอนท่าแถบขยมบ้านมาสั่นหยิบปุ๊กแกดำคันโลกมาดองเตี้ยขยมมาแต่ตัวกาทอได้เลยจังให้นั่งไทยฮอนนั่งตรงท่าดูจีเอ็นมาดังไอ้เนี่ยเราจะรอไทยบรรทอป้าใจวนกับพอไทยฮอนนั่งได้จมูกหนึ่งกอดไทยฮอนนั่งกับบ้านโซ่ใจวนเหมือนเจ้าท่าในยันจังไอ้ปัจจิมิสนะฮะจมูกหนึ่งซอยยนปัดแม่เนาะสำนวนนั่งใจวนน่าชลายเหมือนใจยูเต้ฝ่ายไทยฮอนน่าชลายหนังกอดคลั่งเหมือนแตนไม่บรรยายทั่วรักเปียโดยมนุษย์จำไรจังอ่ะใจวนน่าชลายสำนวนระบอกแกนั่งเต้กระดาษก็เช่นบีกองตีนสลานังตาเดมินซอยยนเหมือนแพทย์ระบอกแกกระป๋องก็ยำใบนั่นนังอ่ะแต่ไทยฮอนน่ากระดาษตามยอดเรื่องนั่งจมูกหนึ่งใจวนแต่ได้นังแต่โซ่ท่านี่คือจะเลือกดำบงระบอกไอ้แมนใจวนน่าทนอย่างกอดคลั่งเหมือนแตนไม่บรรยายแตนแต่เลือกยอดเรื่องนั่งยอมมันใหญ่มันจะจำจังระบอกนั่งตัวใบใหญ่ก็สไตล์ก็มันจะเชื่อได้ของหลังทางบัดแพ้นี่ฮะคือจะเลือกดำบงไหนนัดขี้จมูกหนึ่งมนุษย์ไรแมนบัดตัวใบใหญ่ใจวนนั่งจังตอว่าจมูกหนึ่งก็อย่างน่ากระด้อยก็ระบอกนั่งดาวตัวโดยจุดโคลนไอ้คือจุดกรูบังเรียนคือจะเนี่ยเดมินบัดไปซอสนาหานจังแต่บ้านปราบแต่การใจวนท่ามาสังใจมันทั่วโดยเจียวไว้ได้มนุษย์ไรในใหญ่เต้นนั่งไอ้หนึ่งเมียนปัญหาก้อนในใหญ่บรรดาเนื้อกับวังจงเว้นครูนระบอกใจวนนั่งบรรดาได้ใจวนนั่งมาบ้านประหยัดครูนั่งไทยฮอนนั่งกระดาษก้อนมันจะกงผู้เราหากระจับเก็บบนต้นครูนโดยเจียมนุษย์ไรจังอันนี้หลังโดยเผาจังทับเผาใครไอ้จังใจวนนั่งก้อนหลังไพ่น่ะได้เนี่ยก็ได้แทนต่างรนใจวนนั่งตาหนึ่งตู้เต็งตังนั่งผู้ก็หลังตัวจะชื่อมองแต่ระบอกนั่งกับบ้านในใหญ่ต่างสนามันยืมนั่งแทสนะฮะก็ช่วยจับจังไงหากระตามมาตรอบไปเลยใจวนตามมาดองใจวนนั่งไพ่หลังบัดพนัยตายมาดองอันเนี่ยไทยฮอนนั่งมันเหมือนชอบจากการเพียบถมนังเต้กับบางโซเก็บพองกายวิการพองนังเท่แต่ไอ้งานนังทับนี่หรือพันมุกจมูกหนึ่งอย่างนาเต้นคลองเปย์บ้านนี่ล่างใจวนน่าตรอมบานเต้จับมุกเกยใจให้กับบางโซทางกัดไอ้ก็ดันเยืดคลั่งเหม็นเต้นหายใครแต่เก็บทับก่อนเหม็นเต้นนั่นเนี่ยให้รูปเพียบบ้านนั่งงาใส่ใบยืนหนังปีนี้นี่คือมาเคยหนังเป็นพนัยนั่งมองอันนี้ลูกคลายมองตีหน้าใจวนจมูกหนึ่งซอยโยนหน้าใกล้กับบ้านนัดจุกเนี่ยติดหายแต่เรื่องนี้ปุ๊กเกน่าโดยจะมีรำท่าชกองอย่างไม่เต้เราทราบแต่เรื่องนี้นั่งเกน่าจุกเนี่ยนั่งในครองชดฟรีสไตล์ชดดาวเลนจังเต้มันไม่ในครองไอสันทานสลัดโดยจะรอดองนู้นนี่ให้อาเกิดสวิตแบบนั้นนะท่าสวิตคือสวิตหลังสงบเงียบคลั่งเหมือนเต้นเกด่าแกย่อมดักเนี่ยจังเต้มันได้แกอันมอดเลยเรื่องนี้นะขังโปรนั่งแกกับบ้านเรียบจะมาห้ามมาพิกนิกนั่งหลังกล้วยจ้องยำตายมาดองอันนี้ซอยยนนะเคยให้นั่งกับบ้านโซ่แต่เพียงป้าท่าบ้องทั่วโครนไอ้เมนสร้างซ่าเหมือนจำอยู่สร้างซ่าบอกนี่กับบ้านตอบทำวิ่งมันจะเรื่องทำดองไอเต้บ้องงัดทอดทั่วแกกาแต่ดอกโครนไอ้ให้โดยใช้เรื่องแบบนี้บ้องปากกายเป็นนักผังนายซอยยนกับบ้านโซ่ก็ท่ามาแบบบ้องบางเรียนเมนใจวน
ก็បានប្រាប់តានាងរៀងសែតិចដែរថាសប្តាហ៍នេះមានតែគាត់នឹងប៉ារបស់គាត់ទេម៉ាក់របស់គាត់ណាទទួលមរណភាពបានកាលពី5ឆ្នាំមុនបាត់ហើយដោយឃើញថាសយន្តណាត្រង់ថាសោកសៅបន្តិចដែរខាងប្រុសក៏បានសុំតូននាងកាលតែគាត់បានប្រាប់រឿងបែបហ្នឹងនាងបានដឹងតែយ៉ាងណាមិញសយន្តក៏បានបង្វែររឿងក៏បានសួរឡើងថាតើអូនអាចសាច់ញ៉ាំបានណាចេវនណាក៏បានតបថាប៉ិតណាបងធ្វើសម្រាប់អូននឹងឯងរស់ហើយនឹងក៏ចាប់ម្ដុំឲ្យខាងស្រីទៅដាក់សាំងវិចនឹងចូលមកមួយម៉ាត់ហើយនឹងខាងស្រី surprise ខ្លាំងមែនតើហើយក៏បានលន់មកទៅសារគាត់ងល់ងថាឆ្ងាញ់ណាស់លោកបន្តពីញ៉ាំសាំងវិចនឹងហើយនឹងសយន្តណាក៏បានបិទភ្នែកស្រូបយកខ្យល់អាកាសឃើញបែបហ្នឹងចេវនណាដូចជាចង់ចូលទៅចិត្តមុខរបស់គេខ្លាំងមែនតើហ្នឹងណាតែពេលដែលឃើញខាងស្រីបិទភ្នែកឡើងមកវិញនឹងគាត់ក៏ងាកមកចាញ់ធ្វើមិនដឹងតែសយន្តនឹងហាក់ដូចជាដឹងថាគាត់នឹងលួចមើលនាងដែរមើលទៅឡើងលួចឲ្យញឹមហ្មងនេះហើយមើលបរិយាកាសដែលគេកំពុងដេតមួយគ្នាផងអូយឡើងរ៉ូម៉ាន់ទិកខ្លាំងមែនតើនេះអង្គុយមើលកង់អង្គុយមើលសមុទ្រអីនេះឡើងទំនងឡើងស្រស់ស្រាយលុយយប់ឡើងពេលដែលជិះឡានក្រុងត្រឡប់មកវិញហ្នឹងសយន្តណាក៏បានគេងកោស្មារបស់ចេវនពេលហ្នឹងផងដែរចេវនក៏បាននឹកឃើញរឿងដែលសយន្តណាបាននិយាយនៅកន្លែង picnic នោះនាងបាននិយាយប្រាប់គាត់ថាពួកគេតាំងពីអ្នកនឹងស្គាល់គ្នាមិនយូរនោះទេប៉ុន្តែក៏មានអារម្មណ៍ថាពួកគេនឹងចាប់ផ្ដើមបង្កើតមនោសញ្ចេតនាបណ្ដាជាមួយនឹងគ្នាហើយនឹកឃើញរឿងហ្នឹងហើយនឹងចេវនណាហាក់ដូចជាសែតមិនដឹងនោះទេតែស្រាប់តែភ្លាមហ្នឹងសយន្តណាភ្ញាក់ពីគេងឡើងមកនឹងភ្ញាក់ផ្អើលខ្លាំងមែនតើក៏បានសួរទៅកាន់ចេវនថាតើលោកគឺជាណាគេចេវនណារត់តែភ្ញាក់ផ្អើលជាងនឹងទៅទៀតនោះនៅពេលដែលនាងស្ទុះចេញពីកៅអីហើយនឹងក៏ចុះទៅលើឡានក្រុងមកប្រែនហាក់ដូចជានាងកំពុងរត់គេចពីគាត់អញ្ចឹងគាត់ក៏បញ្ញាប់ចុះមកសួរនាំនាងថាអូនចង់ទៅណាតែមានរឿងអីកាន់ឡើងសយន្តណាភ័យខ្លាំងមែនតើឡើងយំសួរគាត់ថាខ្ញុំនៅណាចេវនណាក៏បានប្រាប់ថាថ្ងៃនេះពួកយើងណាត់ជួបគ្នាតែអូនអត់ចាំទេបងណាគឺជាចេវនណាគឹមចេវនណាតែនាងបានជាឆ្លើយប្រាប់ថាខ្ញុំមិនស្គាល់ទេប្រាប់គាត់អញ្ចឹងហើយនឹងណានាងក៏បញ្ញាប់ស្ទុះឡានក្រុងមួយទៀតដែលនៅក្រៅខ្នងរបស់ពួកគេតាំងពីអ្នកហ្នឹងទុកឲ្យចេវនណាឈរកាំងក្រោមទឹកភ្លៀងនឹងឯងតែយ៉ាងណាមិញពេលដែលឡានក្រុងនឹងបើកចេញទៅហ្នឹងគាត់ក៏រត់តាមពីក្រោយទៅឡើងទៅត្រកឡើងគាត់នឹងមានអារម្មណ៍ថាថប់ខ្យល់គាត់ក៏ឈប់ចំណែកសយន្តនៅលើឡានក្រុងដែលវិញហ្នឹងក៏បានទាញទូរស័ព្ទនឹងតែទៅកាន់ជីមីនហើយក៏បានប្រាប់បណ្ដាយមបណ្ដាហ្នឹងព្រោះនាងបើកភ្នែកឡើងមកឃើញថាខ្លួនឯងហ្នឹងនៅលើឡានក្រុងហ្នឹងបានបន្តិចមកហ្នឹងជីមីនណាក៏បានខលមកចេវនស្របពេលមួយគ្នានឹងផងដែរហ្នឹងសយន្តណាក៏បានឆែកមើលកំណត់ហេតុនៅក្នុងទូរស័ព្ទដៃរបស់ខ្លួនដែលនាងបានទៅសេរៀបរាប់យ៉ាងច្បាស់ថាចេវនហ្នឹងគឺជាសង្សាររបស់នាងនោះហ៎រួមទាំងរឿងរ៉ាវជាច្រើនដែលពួកគេនឹងបានណាត់ជួបគ្នានឹងបានធ្វើឲ្យគេខ្លាំងនោះលោកចងចាំរឿងទាំងអស់ហ្នឹងត្រឡប់មកវិញហើយហ្នឹងសយន្តណាខូចចិត្តខ្លាំងមែនតើខ្ទប់មុខយំតែម្ដងតែយ៉ាងណាក៏ដោយយប់នេះសយន្តក៏បានមករងចាំគាត់នៅមុខផ្លូវចូលផ្ទះរបស់គាត់លុបមកប្រឈមមុខជាមួយនឹងនាងម្ដងទៀតបែបហ្នឹងចេវនហ្នឹងគាត់ក៏រៀងផាំងបន្តិចដែរតែយ៉ាងណាមិញគាត់ក៏បានចូលមកចិត្តនាងខាងស្រីណាក៏បានសួរតាមប្រកបវិជ្ជាហ្នឹងថាលោកគឺជាគឹមចេវនត្រូវអត់គាត់ក៏បានឆ្លើយតបថាត្រូវហើយតើអូនណាមិនរងាទេមែនក៏សួរនាងទាំងបារម្ភចឹងទៀតសយន្តណាក៏បានតបថាអត់ទេដោយដែលលោកបានឃើញអញ្ចឹងខ្ញុំមកដូចជាមានបញ្ហាការចងចាំអត់ទេខ្ញុំមានន័យថាខ្ញុំមានបញ្ហាការចងចាំហើយបញ្ហាការចងចាំរបស់នាងដែលកំពុងតែកើតមានហ្នឹងត្រូវបានគេហៅថាភាពភ្លេចភ្លាំងមុនអាយុសយន្តក៏បានប្រាប់ពីអាការៈរបស់នាងឲ្យខាងប្រុសបានដឹងថានៅពេលដែលនាងភ្ញាក់ពីគេងឡើងមកហ្នឹងគឺនាងនឹងភ្លេចរឿងគ្រប់យ៉ាងទាំងអស់ប៉ុន្តែយ៉ាងណាមិញបើទោះបីជាចេវននឹងដឹងមូលហេតុហើយថាមិនបានជាសយន្តនឹងព្រមតាក់ទងជាមួយនឹងគាត់នោះហ្នឹងឯងក៏គាត់មិនបានខឹងសម្បាននាងទាំងអស់ប៉ុន្តែគាត់បានជាសោកចិត្តព្រោះនាងនឹងប្រើប្រាស់គាត់ដើម្បីសាកល្បងអ្វីដែលថ្មីក្នុងជីវិតរបស់នាងទៅវិញតែគាត់ក៏បានសុំឲ្យនាងនឹងកុំសរសេរទុកពីរឿងដែលនាងបានប្រាប់គាត់ពីបញ្ហាចងចាំរបស់នាងអីដោយសារតែគាត់នឹងរីករាយណាស់ពេលដែលបានដើរលេងជាមួយនឹងនាងហើយគាត់ក៏មិនចង់ឲ្យមានអ្វីផ្លាស់ប្ដូររវាងពួកគាត់ទាំងពីរនាក់ដែរលោកហាត្រឡប់មកដល់ផ្ទះវិញនឹងចេវនក៏បានឆែកមើលពីបញ្ហាជំងឺរបស់សយន្តណាបន្តិចដែរចូលដល់ថ្ងៃថ្មីហ្នឹងគាត់មានការធូរចិត្តនិងសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលឃើញថាសយន្តហ្នឹងចូលមកតែជាមួយនឹងគាត់ហ្នឹងដូចជារត់ដងជាមួយនឹងស្នាមញញឹមទៀតនោះឃើញគាត់សប្បាយចិត្តអញ្ចឹងហ្នឹងសយន្តក៏បានសួរថាថ្ងៃនេះមានរឿងអីល្អមែនតែចេវនណាបានត្រឹមតែឆ្លើយថាវាគឺជារឿងអាតកំបាំងតោះទៅគាត់ដើរបបួលនាងទៅដេតហ្នឹងដូចជារត់ដងអញ្ចឹងលោកក្រោយមកទៀតហ្នឹងចេវនណាក៏បានអរគុណជីមីនការដែលនាងខលទៅគាត់នឹងការពីម្សិលមិញនោះឃើញថាជីមីនណាបារម្ភពីសយន្តខ្លាំងមែនតើនាងខ្លាចថាបើសិនបើមានមនុស្សផ្សព្វផ្សាយពីពាក្យចចាមអារាមនៃបញ្ហាការចងចាំរបស់សយន្តនោះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ព្រោះថាបើសិនជាមានរឿងអីកើតឡើងសយន្តណានឹងមិនចាំអ្វីទាំងអស់ចេវនណាក៏យល់ស្របដូចជាជីមីនដែរព្រោះថានៅលើលោកនេះមិនមែនមនុស្សគ្រប់គ្នានឹងសុទ្ធតែល្អនោះទេប៉ុន្តែយ៉ាងណាមិញនាងក៏បានសួរគាត់បញ្ជាក់ថាតើលោកគឺជាមនុស្សល្អអត់គាត់គ្រាន់តែប្រាប់នាងថាគាត់គ្រាន់តែចង់ប្រកាសថារាល់ថ្ងៃគឺជាថ្ងៃថ្មីដ៏ល្អសម្រាប់សយន្តណាគាត់ចង់ឲ្យកំណត់ហេតុរបស់សយន្តណាពោពេញទៅដោយការចងចាំដ៏រីករាយដូច្នេះហើយបានជាគាត់ណាសូមឲ្យសយន្តនឹងកុំទៅសេពីរឿងដែលនាងបានប្រាប់គាត់ពីបញ្ហាការចងចាំរបស់នាងទុកក្នុងកំណត់ហេតុអីដោយសារតែគាត់មិនចង់ឲ្យនាងមានអារម្មណ៍ថាមិនល្អឬក៏កិច្ចវេះគាត់នឹងដោយសារតែរឿងហ្នឹងទេពីអាងរបស់គាត់ក៏ធ្វើឲ្យជីមីនអាចទុកចិត្តគាត់បានខ្លះដែរលុះចូលដល់យប់ឡើងចេវនក៏បានប្រាប់ប៉ារបស់គាត់ពីរឿងដែលគាត់នឹងមានសង្សារហើយនោះអ្នកជាប៉ាគេនឹងសមាជិកខ្លាំងមែនតើលេងក្បាលកូនបណ្ដានឹងនិយាយឡើងបណ្ដាថាឯងពេញវ័យហើយមែនហើយគាត់ក៏បានប្រាប់ចេវនថាគាត់ចំណាក់នឹងចេវនខ្លាំងមែនតើគេនឹងមានសង្សារហើយនោះហើយគាត់ support កូនប្រុសរបស់គាត់ខ្លាំងមែនតើណាគ្រាន់តែដឹងឲ្យគេមានសង្សារអញ្ចឹងហើយនឹងក៏ទិញកាបូបលុយហត់លុយឲ្យភ្លាមតែម្ដងដើម្បីឲ្យគេនឹងចាយវាយពេលដែលគេនឹងតំណាត់ជួបគ្នាអីអញ្ចឹងណាអូ
ឲ្យប៉ានេះឡើងល្អមែនតើក៏ថែមទាំងសុំឲ្យចៃវុនហ្នឹងបង្ហាញរូបសង្សាររបស់គេនៅឲ្យកូនមើលតិចមកហើយនេះស្អាតអត់ហើយមើលចៃវុនឡើងញញឹមតាមម្ដងនៅពេលលឺប៉ារបស់ខ្លួនសួរអញ្ចឹងណាបន្ទាប់ពីហ្នឹងនៅថ្ងៃដែលពួកគេនឹងប្រឡងចប់ហ្នឹងពួកគេទាំង4នាក់ហ្នឹងក៏បានទៅដើរលេងជាមួយគ្នាដែលថ្ងៃហ្នឹងសយន្តនឹងចង់ទៅមើល Penguin ដោយពួកគេបានជិះកង់ម្នាក់មួយអញ្ចឹងទៅហើយពេលហ្នឹងតើយើងនឹងច្បាស់ថាចុងថៃហ៊ុនហ្នឹងគឺចាប់អារម្មណ៍ទៅលើជីមីននឹងឯងគាត់បានជិះកង់បណ្ដាសម្លឹងមើលមុខនាងបណ្ដាមានក្តីសុខនោះបន្ទាប់ពីជិះកង់បណ្ដាសប្បាយចិត្តបណ្ដាហ្នឹងពួកគេហ្នឹងក៏បានមកដល់អាងត្រីហើយម្នាក់សប្បាយចិត្តណាស់ស្រស់ស្រាយណាស់ជាមួយនឹងការមើលត្រីប្លែកៗជាច្រើននៅក្នុងអាងហ្នឹងប៉ុន្តែបន្ទាប់ពីដើរមើលមួយសន្ទុះទាំងសប្បាយចិត្តហើយនឹងពួកគេនឹងបែរជាសង្ហាចិត្តទៅវិញដោយសារតែគេបានដាក់ផ្លាកប្រាប់ថាថ្ងៃនេះ Penguin កំពុងតែសម្រាកដូច្នេះហើយជួបគ្នាពេលក្រោយតែយ៉ាងណាមិញសយន្តនឹងក៏មានអារម្មណ៍ថាខឹងឬក៏អន់ចិត្តអីដែរក៏បានប្រាប់ពួកគេថាមិនអីទេដល់បានហ្នឹងទៅពួកគេណាក៏បាននាំគ្នាចេញពីកន្លែងហ្នឹងមកវិញតែម្ដងហើយចៃវុនណាក៏បានហួននាំខាងស្រីហ្នឹងមកលេងសមុទ្រហ្មងណាពួកគេលេងតាំងមួយគ្នាណាសប្បាយរីករាយខ្លាំងមែនតើនៅក្នុងឯកសណ្ឋានសោះសាលាហ្នឹងណាចូលដល់ល្ងាចឡើងទៀតហ្នឹងរត់ទៅស្វីតទៀតហើយចៃវុនណាក៏បានចងខ្សែសម្បជើងឲ្យខាងស្រីហើយក៏បានប្រាប់ថាគាត់នឹងចងឲ្យនាងហើយពីមួយថ្ងៃទៅមួយថ្ងៃពួកគេនឹងកាន់តែស្និទ្ធស្នាលកាន់តែស្វីតទៅហើយឈរមើលថ្ងៃលេខបណ្ដានឹងខាងស្រីនឹងក៏ប្រាប់ខាងប្រុសថាអាសាមកទីនេះញឹកញាប់ទៅខាងប្រុសគេក៏សន្យាទៀតនិយាយទៅថាធ្វើឲ្យខាងស្រីសប្បាយចិត្តគឺគាត់ព្រមធ្វើទាំងអស់លោកក្រោយមកទៀតចៃវុនជាមួយនឹងថៃហ៊ុនហ្នឹងក៏បានស្លៀកឈុត Penguin ហ្នឹងមកសប្បាយពួកគេនឹងកណ្ដាលទីសាធារណៈតែម្ដងនេះសយណារីករាយជាមួយនឹងការថតរូប Penguin ដ៏ធំរបស់នាងខ្លាំងមែនតើលោកក្រោយមកទៀតប៉ារបស់ចៃវុនហ្នឹងក៏បានជួបមុខអនាគតកូនប្រសាស្រីដ៏ខ្ជិលខ្ជួររបស់គាត់ហើយគាត់បានសប្បាយចិត្តខ្លាំងមែនតើគាត់ក៏បានសួរនាងបញ្ជាក់ថាអញគឺជាសយន្តមែនទទួលបានចម្លើយពីនាងហើយហ្នឹងគាត់ក៏បានសួរកូនប្រុសរបស់គាត់ថាត្រូវការជំនួយពីគាត់អត់តែលបងកូនហ្នឹងក៏បានបដិសេធថាមិនអីទេក៏សូមឲ្យប៉ារបស់គាត់ហ្នឹងទៅសម្រាប់ចោះលោកគាត់ត្រឡប់ទៅធ្វើការរបស់គាត់វិញហើយហ្នឹងអាចារ្យជីមីនណាសេបចាប់អារម្មណ៍ទៅលើរូបរបស់គាត់ហ្នឹងនៅលើជញ្ជាំងហ្នឹងហើយក៏បានសួរទៅកាន់ចៃវុនណាបញ្ជាក់ថាតើប៉ារបស់ឯងគឺជាគឹមសាំងយុនដែលជាអ្នកថតរូបនោះមែនចៃវុនក៏បានឆ្លើយតបថាហ្នឹងហើយគឺជាគាត់ហ្នឹងហើយចម្លើយរបស់គាត់ធ្វើឲ្យជីមីនណាសប្រាយខ្លាំងមែនតើដោយសារតែនាងគឺជាហ្វេនផ្កាប់មុខប៉ារបស់គាត់ហ្នឹងឯងចាមិត្តភក្តិកូនណាហ្វេនរបស់ប៉ាហ្វេនគេនេះហ្វេនមែនតើណាមិនចេះតែនិយាយលេងទេនាងតាមដានរូបរបស់គាត់នៅលើ IG ហ្នឹងឡើងគ្រប់រូបតែម្ដងនាងចូលចិត្តគាត់ខ្លាំងមែនតើលបងថៃហ៊ុនណាដឹងបែបហ្នឹងហើយនឹងក៏ស្រាប់តែហៅប៉ារបស់ចៃវុនឡកហ្មងរហូតលោកគាត់នឹងចេញមកខាងក្រៅហើយក៏បានប្រាប់ថាលោកពូមានអ្នកគ្រប់ត្រនៅទីនេះហ៎ពូសាំងក៏បានសួរមកកាន់គាត់វិញទៅស្នាមញញឹមថាតើអញចូលចិត្តថតរូបមែនជីមានតបទៅគាត់វិញខ្លីៗតាមរំភើបនឹងថាចាហើយនាងក៏មិនហ៊ានឆ្លើយឆ្លងមួយគាត់ច្រើនដែរមកជានាងខ្សឹបប្រាប់ថៃហ៊ុនឲ្យប្រាប់គាត់បន្តថានាងមិនមែនគ្រាន់តែជាអ្នកគ្រប់ត្រម្នាក់ទេប៉ុន្តែនាងគឺជាហ្វេនផ្កាប់មុខហ្មងនេះហើយគាត់គឺជាគំរូដ៏ល្អម្នាក់របស់នាងប៉ុន្តែនាងភ័យមែនតើនៅក្នុងការនិយាយរឿងទាំងអស់ហ្នឹងទៅកាន់គាត់ផ្ទាល់ថៃហ៊ុនណាសប្បាយនឹងនាំពាក្យខ្លាំងមែនតើនាងបានខ្សឹបប្រាប់ថៃហ៊ុនសួរគាត់ទៀតថាហេតុអីបានជាមួយរយៈចុងក្រោយនេះគាត់អត់មានបង្ហោះរូបអីអញ្ចឹងពូសាំងក៏បានឆ្លើយថាដោយសារតែគាត់រវល់ហើយតែសម្ដីរបស់គាត់ហ្នឹងក៏ធ្វើឲ្យចៃវុននឹងចាប់អារម្មណ៍ភ្លាមតែម្ដងបន្ទាប់ពីនឹងចូលដល់ថ្ងៃមួយជីមីនក៏បានប្រាប់ចៃវុនថាប៉ាម៉ាក់របស់សយន្តណាបានតែមកនាងពួកគាត់បាននិយាយថាថ្ងៃនេះសយន្តនឹងហាក់ដូចជាខ្លាចនៅក្នុងការដេកលក់ខ្លាំងមែនតើចៃវុនណាឆ្ងល់ណាស់ព្រោះតែគាត់នឹងព្យាយាមធ្វើឲ្យនាងសប្បាយចិត្តរាល់ថ្ងៃហើយតាមិនបានជានាងមិនចង់កេងលក់អីអញ្ចឹងទេនោះជីមីនណាក៏បានប្រាប់ថានោះហើយគឺជាមូលហេតុភាពរីករាយនឹងមានតម្លៃជារៀងរាល់ថ្ងៃនោះវាកាន់តែឈឺចាប់នៅក្នុងការបំភ្លេចចោលរឿងនេះហាក់ធ្វើគ្រប់គ្នាពិបាកចិត្តខ្លាំងមែនតើជាពិសេសគឺចៃវុននឹងតែម្ដងនេះគាត់បានព្យាយាមស្រាវជ្រាវជាច្រើនតាក់ទងជាមួយនឹងការបង្កើនការចងចាំនៅក្នុងខួរក្បាលហ្នឹងក្រែងលោថាមានចំណុចណាមួយដែលអាចជួយនាងបានចំណែកអសយន្តវិញហេតុតែបង្ខំខ្លួនឯងមិនឲ្យគេងហ្នឹងសូម្បីតែពេលដើរនៅក្នុងសាលារៀនហ្នឹងក៏នាងធ្លាក់ភ្នែកដែរហើយយកមករត់តាអាណិតចៃវុនមែនតែម្ដងនៅពេលដែលខាងស្រីមើលមកគាត់ហ្នឹងគាត់ធ្វើដូចជាមិនដឹងមិនលឺមិនខ្វល់មិនអើពើមួយនាងប៉ុន្តែនៅពេលដែលខាងស្រីងាកមុខចេញហ្នឹងគាត់លួចមើលមុខគេរហូតហេតុតែគាត់អត់ចង់ឲ្យខាងស្រីហ្នឹងធ្វើបាបខ្លួនឯងទេប៉ុន្តែគាត់មិនដឹងថាប្រាប់នាងថាម៉េចបើប្រែតំណតំណងគឺឈឺចាប់ទាំងសងខាងព្រោះថាមើលទៅពួកគេទាំងពីរនាក់នេះគឺស្រឡាញ់គ្នាហើយដូចចូលដល់យកមួយនឹងចៃវុននឹងក៏បានរកឃើញសភៅមួយក្បាលចងក្រងថាការបង្កើនការចងចាំនឹងអាចបង្កើនការចងចាំនឹងតាមរយៈការជិះកង់លេងសម្ភារៈលេងឧបករណ៍ឬក៏ថៃភេងរកឃើញចំណុចនេះហើយនឹងចូលដល់ថ្ងៃបន្ទាប់នឹងទើបគាត់នឹងហ៊ានមើលមុខនាងចំហើយញញឹមដាក់នាងដូច្នេះហើយនឹងនៅពេលដែលពួកគេនឹងណាត់ជួបគ្នាលើក្រោយនឹងចៃវុននឹងក៏បានលើកយករូបដែលគាត់នឹងបានសូនក៏ដូចជាបានធ្វើពីរូបរបស់នាងនឹងយកមកឲ្យនាងមើលខាងស្រីក៏បានធ្វើរូបរបស់គាត់នឹងសម្រាប់គាត់ផងដែរហើយពួកគេក៏បានដោះដូររូបឲ្យគ្នាទៅវិញទៅមករូបដែលនាងបានធ្វើឲ្យគាត់នឹងខាងប្រុសក៏បានសរសើរថាវាចេញមកស្អាតជាងគាត់ធ្វើទៅទៀតសយន្តណាក៏បានប្រាប់ថានាងគឺជាអ្នកសិល្បៈតាំងពីមធ្យមសិក្សាមកម៉ែហើយនាងប្រាប់គាត់ថានាងបានភ្លេចអ្វីៗគ្រប់យ៉ាងច្រើនហើយនៅពេលនេះតែចៃវុនក៏បានតបនឹងនាងថាអត់ទេគាត់ប្រកាសថានាងអត់ភ្លេចទេដែលវាគឺជាសាច់រឿងដែលរាងកាយរបស់នាងចងចាំមិនមែនចិត្តរបស់នាងទេហើយគាត់ក៏បានប្រាប់នាងបន្ថែមពីអ្វីដែលគាត់បានសិក្សាស្រាវជ្រាវមកពីនីតិវិធីនៃការចងចាំទាំងអស់នោះចំណុចទាំងអស់ហ្នឹងសយន្តខ្លួនឯងហ្នឹងក៏បានសិក្សាស្រាវជ្រាវមើលខ្លួនឯងដែរនាងក៏បានឃើញពីចំណុចទាំងអស់ហ្នឹងដែរហើយដូចដែលគេនិយាយមែនមកដល់ឥឡូវនេះនាងមិនភ្លេចពីរបៀបនៃការជិះកង់ផងហ្នឹងបន្ទាប់ពីនឹងទៅនឹងឃើញថាទំនាក់ទំនងរបស់ពួកគេតាំងពីនឹងកាន់តែស្និទ្ធស្នាលគ្នាទៅហើយពួកគេបានណាត់ជួបគ្នាដើរលេងសងតែគ្រប់កន្លែងតែម្ដងពីមួយថ្ងៃទៅមួយថ្ងៃនឹងពួកគេបង្កើនការចង
ងចាំបង្កើតស្នាមញញឹមឲ្យគ្នាទៅវិញទៅមកនឹងច្រើនខ្លាំងមែនតើលោកចូលដល់យប់មួយនឹងពួកគេទាំងពីរនាក់នឹងបានឈរមើលកំជ្រួចជាមួយនឹងគ្នានៅលើកប៉ាល់នេះឯងហើយមកដៃខាងប្រុសរស័ព្ទរសល់ខ្លាំងមែនតើអាចិតនឹងចង់ចាប់គេបន្តែដៃវារៀងអមអៀនណតម្រាំតែដាច់ចិត្តចាប់ដៃគេនឹងអូយនិយាយថាលេឡងសាហាវប៉ុន្តែនៅពេលចាប់ដៃនាងហើយនឹងពួកគេទាំងពីរនាក់នឹងងាកមើលមុខគ្នាសម្លឹងមុខគ្នាឡើងរោមបន្តិចតែម្ដងនេះតែអាណិតពួកគេទាំងពីរនាក់ខ្លាំងមែនតើមើលកំជ្រួចនឹងកាន់តែយូរទៅនឹងភ្នែករបស់ពួកគេទាំងពីរនាក់នឹងកាន់តែរលីងរលោងទៅនេះកៅភ្នែកក៏ដូចជាទឹកមុខរបស់ពួកគេនឹងបង្ហាញពីភាពឈឺចាប់ទាំងសងខាងឡើងមកតែម្ដងប៉ុន្តែភ្លាមនឹងចៃវុនក៏បានប្រាប់ទៅកាន់ខាងស្រីថាអូននឹងមិនភ្លេចទេគ្មានការចងចាំណាដែលបាត់ទៅទាំងស្រុងនោះទេនោះហើយគឺជាអ្វីដែលបងជឿជាក់ស្ដាប់គាត់និយាយហើយសូយុនក៏បានប្រាប់ថាអូនគិតថាអូនបានបំពេញច្បាប់ទី3ហើយប៉ុន្តែចៃវុនបានជាប្រាប់នាងថាបងវិញបានបំពេញមកជាយូរហើយនិយាយរួចហើយនឹងគាត់ក៏អោនថាប់កូនកំមុំគេក្រោមពលឺកំជ្រួចនឹងអូយរ៉ូមិនតិចខ្លាំងមែនតើប៉ុន្តែមើលស៊ីននេះហើយមានអារម្មណ៍ថាសែតផងតស្លុតផងរំភើបផងមិនដឹងទេលោកបន្ទាប់ពីនឹងទៅស្អែកឡើងនៅពេលដែលសូយុននឹងងើបពីគេងមកនឹងនេះមានអារម្មណ៍ថាដូចជាខុសប្លែកពីធម្មតាសម្លឹងមើលតណូតនៅលើជញ្ជាំងនឹងមានត្រឹមតណូតទៅសេថាជីមីណាគឺជាមិត្តភក្តិរបស់នាងតែម្នាក់គាត់នៅសាលារៀននោះដែលមិនឃើញណូតណាមួយឲ្យបានទៅសេថាចៃវុនណាគឺជាសង្សាររបស់នាងនោះទេលោកមកដល់សាលារៀនទីណានាងលេងជាមួយនឹងជីមីណាធម្មតាអញ្ចឹងទៅប៉ុន្តែអ្វីដែលមិនធម្មតានោះងាកមកថ្នាក់រៀនរបស់ចៃវុនណែវិញបាត់វត្តមានរបស់គាត់ហើយមិនឃើញគាត់ដែរនៅក្នុងថ្នាក់រៀននោះទេលោកចាញ់បរៀនទៀតនោះសំបីតែជីមីនជាមួយនឹងថេហ៊ុនហ្នឹងក៏មិនរំលឹកក៏មិននិយាយពីឈ្មោះរបស់ចៃវុននោះដែរលោកក្រោយមកទៀតសូយ៉ូណាក៏បានលើកយករូបរបស់ចៃវុនហ្នឹងមកសួរជីមីនថាតើឯងស្គាល់ថាម្នាក់នេះគឺជាណាគេអត់ជីមីនឃើញហើយបានត្រឹមតែភ្ញាក់ផ្អើលតែប៉ុណ្្នឹងឯងដែលនាងមិនតបអីទាំងអស់តែសូយ៉ូណាឆ្ងល់ខ្លួនឯងខ្លាំងមែនតើដែលនាងនៅតែបន្តគូររូបរបស់គាត់នឹងចេញមកនេះមើលរូបនឹងបណ្ដានឹងនាងលន់មកឆ្ងល់ខ្លួនឯងបណ្ដាថាគាត់គឺជាណាគេទៅនាងមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់គាត់ហើយជីមីនវិញទៀតនឹងក៏មិនព្រមនិយាយអីទាំងអស់ក៏តែពីមើលមុខនាងភាំងនៅនឹងតែភ្លាមនឹងនាងក៏នឹកគិតដល់រឿងដែលចៃវុនណាបានពឹងនាងនោះក៏បានប្រាប់នាងពីបញ្ហាសុខភាពរបស់គាត់ដែលគាត់មានបញ្ហាខ្សោយបេះដូងឯងក៏បានឆែកមើលបញ្ហាបេះដូងរបស់គាត់ក៏ដូចជាតាមដានមករហូតប៉ុន្តែភ្លាមនឹងវាកាន់តែអាក្រក់ទៅអីខ្ញុំមិនដឹងថានឹងសល់ពេលប្រហែលទៀតនោះទេខ្ញុំអាចនឹងដួលពេលណាក៏បានស្ដាប់ឮរឿងសោកសៅទាំងអស់នឹងហើយនឹងជីមីនក៏បានលួងគិតថាឯងនឹងមិនអីទេនឹងគ្មានអ្វីកើតឡើងនោះទេលោកក្រោយមកទៀតក៏ឃើញសូយុនហ្នឹងរងចាំចៃវុនណានៅមុខសាលារៀនហ្នឹងដូចសពមួយដងនោះប៉ុន្តែមិនឃើញគាត់ចេញមកសោះលោកតែតលេរបស់គាត់ទៀតហ្នឹងក៏តែមិនចូលទៀតនោះលោកល្ងាចឡើងត្រឡប់មកផ្ទះវិញម្នាក់ឯងហ្នឹងក៏ស្រាប់តែជីមីនហ្នឹងខំមកប្រាប់ពីរឿងមួយដែលធ្វើឲ្យនាងតស្លុតនៅកណ្ដាលផ្លូវហ្នឹងតែម្ដងបន្ទាប់ពីហ្នឹងក៏ឃើញសូយុនហ្នឹងមកឈរថ្មឹងនៅក្នុងពិធីបុណ្យសពមួយនេះឯងហើយពិធីបុណ្យសពហ្នឹងគឺជាពិធីបុណ្យសពរបស់ចៃវុនហ្នឹងឯងធ្វើមកដល់នីតិនេះហើយខ្ញុំធ្វើទៅមុខលែងចង់រួចហើយគឺសែតខ្លាំងមែនតើហើយរឿងដែលតួស្លាប់អីទៅបែបហ្នឹងចាខ្ញុំមិនធ្លាប់ធ្វើទេខ្ញុំធ្លាប់ធ្វើរឿងចិនមួយហើយប៉ុន្តែមើលរឿងនេះហើយគឺខ្ញុំនៅតែសែតតរ៉ែហ្នឹងតែមនុស្សស្មានថាចុងកោនៃសាច់រឿងគឺគេឲ្យតួឈឺចាប់អីបែបហ្នឹងតួស្រីបាត់បង់ការចងចាំហើយនៅឲ្យតួប្រុសនឹងស្លាប់ទៅចោលតួស្រីទៀតអើយហើយបានជីវិតនឹងខ្មាំងងឹតខ្លាំងម្ល៉េះអាណិតប៉ារបស់តួប្រុសខ្លាំងមែនតើអត់ពីប្រពន្ធហើយនឹងឥឡូវអត់ពីកូនទៅទៀតម៉ងម្នាក់ឯងនឹងឯងជីមីនជាមួយនឹងថៃហ៊ុនណាពួកគេខុសចិត្តខ្លាំងមែនតើមិនខុសពីប៉ារបស់គាត់ហ្មងទេពួកគេឡើងយំនៅក្នុងពិធីបុណ្យសពនឹងតែម្ដងចំណែកសូយុនណែវិញឈរនៅនឹងថ្មឹងមួយកន្លែងនឹងឈរសម្លឹងមករូបថតរបស់គាត់យំមកប៉ាត់តែម្ដងហើយយប់នៅក្នុងថ្ងៃដដែលនោះផងដែរជីមីនណាក៏បានមកអប់លួងលោមមិត្តភក្តិរបស់ខ្លួនដល់ក្នុងបន្ទប់តែម្ដងហើយជីមីនណាក៏បានធ្វើតាមការសុំដែរចៃវុនបានសុំនាងក៏បានសុំនាងថាបើសិនជាខ្ញុំស្លាប់លុបខ្ញុំចេញពីសភៅកំណត់ហេតុរបស់សូយុនទៅអ្នកសុំឲ្យគេធ្វើនឹងនិយាយទាំងឈឺចាំអាអ្នកទទួលស្ដាប់វិញរត់តែក្រំត្រង់ទៀតហើយប៉ុន្តែយ៉ាងណាមិញក៏ជីមីននឹងព្រមធ្វើតាមអ្វីដែលគាត់បានសុំដើម្បីឲ្យគាត់ស្លាប់ទៅដោយស្ងប់ចិត្តហើយណាមួយនឹងដើម្បីឲ្យមិត្តភក្តិរបស់ខ្លួនឯងនឹងមិនរីងរៃក្រំត្រង់ជាមួយនឹងរឿងស្នេហាដែលបានបាត់បង់ទៅហើយនោះតែយ៉ាងណាមិញក៏ជីមីននឹងមិនបានលុបចោលកំណត់ហេតុនឹងទាំងស្រុងនោះទេប៉ុន្តែនាងបានលុបចោលសាច់រឿងទាំងអស់តាក់ទងជាមួយនឹងចៃវុនមិនថាជាពួកគេទាំងពីរអ្នកនឹងធ្លាប់ជិះឡានក្រុងជាមួយនឹងគ្នាធ្លាប់អង្គុយធ្វើកិច្ចការផ្ទះជាមួយនឹងគ្នាមិនថាធ្លាប់ដើរលេងជាមួយនឹងគ្នាធ្លាប់ធ្វើអីជាមួយនឹងគ្នានោះទេគឺនាងលុបចោលវត្តមានរបស់ចៃវុនទាំងអស់ដែលតើសូយុនណានៅក្នុងកំណត់ហេតុនឹងតែម្នាក់ឯងទេមិនថាជាថ្ងៃចុងក្រោយដែលពួកគេនឹងផ្អែមល្ហែមថើបគ្នានៅក្រោមភ្លើងកំជ្រួចនឹងក៏បាត់វត្តមានរបស់ចៃវុននឹងពីផានដីរបស់សូយុនទៅដែរហើយណូតទាំងអស់នៅលើជញ្ជាំងរបស់សូយុនដែលពាក់ព័ន្ធជាមួយនឹងចៃវុននឹងជីមីននឹងប្រមូលយកទៅទាំងអស់លោកក្រោយមកទៀតនៅពេលដែលពួកគេទាំងពីរនាក់នឹងមកលេងផ្ទះរបស់ចៃវុននឹងគ្រាន់តែឃើញឯកសន្តានរបស់គាត់ដែលព្យួរទុកពីចម្ងាយនឹងក៏ពួកគេទាំងពីរនាក់នឹងយំហូរបាត់ហើយនៅលើសាឡុងនឹងប៉ារបស់ចៃវុនណាឃើញបែបហ្នឹងហើយបានធ្វើទៅស្ងាត់ឈឹងនឹងឯងក៏រត់ខ្លោចចិត្តមិនខុសពីមិត្តភក្តិរបស់កូនម៉ានទេដល់ឡែកខាងគ្រួសាររបស់សូយុននៅវិញហ្នឹងផឹកឡើងញ៉ាំប្រេកហ្វឺមួយប៉ាម៉ាក់របស់នាងនឹងក៏ប៉ារបស់នាងសួរថាតើនាងមានអីចង់សួរពួកគាត់អត់ដោយសារតែម្នាក់ចុងក្រោយនេះគឺនាងមានបញ្ហារឿងកេងមិនសូវលក់អីនោះតែសូយុនក៏តបទៅវិញថាអត់ទេដោយសារតែយប់មិញនាងកេងលក់លឿនខ្លាំងមែនតើលឺបាត់ហ្នឹងហើយប៉ាម៉ាក់របស់នាងភ្ញាក់ផ្អើលខ្លាំងមែនតើដោយសារតែនាងចងចាំរឿងការពីយប់មិញបានណាលោកមកជួយជាមួយនឹងដុកទ័រកាន់ជំងឺរបស់នាងហ្នឹងគាត់ក៏បានប្រាប់ថាសញ្ញាហ្នឹងគឺជាសញ្ញានៃការប្រសើ
សារឡើងរបស់នាងហើយដូច្នេះហើយបើសិនបើមានអ្វីកើតឡើងនៅក្នុងចិត្តឬក៏នឹកឃើញនៅក្នុងចិត្តហ្នឹងណាដុកទ័រហ្នឹងក៏ណែនាំឲ្យនាងជាចូលឲ្យច្រោះឲ្យរករកវាឲ្យឃើញលុះថ្ងៃមួយពេលដែលជីមីនចូលមកក្នុងបន្ទប់របស់សូយុនហ្នឹងនាងកាន់តែកាំងទៀតហើយដោយសារតែនៅក្នុងបន្ទប់ហ្នឹងសូយុនហ្នឹងគូទៅរូបរបស់ជេវុនហ្នឹងឯងសូយុនហ្នឹងក៏បានប្រាប់ជីមីនថាខ្ញុំបានតែមិនអាចចាំគាត់បានថាគាត់ហ្នឹងគឺជាអ្នកណាគេនោះប៉ុន្តែខ្ញុំគិតថាខ្ញុំប្រហែលជាអាចចាំបានបើសិនជាខ្ញុំបន្តគូទៀតហ្នឹងឃើញគំនូររបស់គាត់ទាំងអស់ហ្នឹងហើយហ្នឹងជីមីនទ្រាំមិនបានទេមកទាញយកគំនូររបស់គាត់ដែលនាងបានប្រមូលទុកពីបន្ទប់របស់សូយុនមកហ្នឹងមកអង្គុយមើលឲ្យយំហូរហ្នឹងហ្មងដល់ភាពឈឺចាំអាណិតមិត្តភ័ក្តិផងអាណិតពួកគេទាំងពីរនាក់ហ្នឹងផងហ្នឹងនាងក៏មិនអាចបន្តលាក់បាំងទៀតដែរក៏បានយករបស់ទាំងអស់ដែលនាងបានប្រមូលមកហ្នឹងយកទៅសងសូយុនវិញគ្រាន់តែសូយុនហ្នឹងបានឃើញណូតរបស់ខ្លួនឯងដែលនាងបានណូតពីចៃវុននោះនៅថ្ងៃដែលនាងបានឃើញគាត់ដំបូងនៅក្នុងមន្ទីរពេទ្យនោះនាងចាំបានភ្លាមតែម្ដងដល់ពេលនោះពួកគេទាំងពីរនាក់ហ្នឹងទៅពិនិត្យអាការៈជំងឺរបស់ខ្លួនដូចគ្នាសូយុនហ្នឹងក៏បានសួរទាំងសេះទៅកាន់ជីមីនថាតើនេះគឺជាអីគេទៅជីមីនអត់តបទេអង្គុយយំទឹកភ្នែកប៉ាត់នៅចិត្តគេហ្នឹងតែម្ដងបន្ទាប់ពីហ្នឹងសូយុនក៏បានរំលឹកក៏ដូចជាមើលនៅអ្វីគ្រប់យ៉ាងទាំងអស់ដែលនាងបានសរសេរនៅក្នុងកំណត់ហេតុក៏ដូចជារូបភាពដែលនាងបានធ្វើជាមួយនឹងគាត់ហ្នឹងនាងបានមើលវីដេអូរបស់ពួកគេហ្នឹងត្រឡប់មកវិញទាំងអស់ចាប់តាំងពីថ្ងៃដែលគាត់ហ្នឹងសុំនាងណាត់ជួបគ្នានៅសាលារៀននោះបន្តរហូតមកដល់វីដេអូសប្បាយដែលពួកគេហ្នឹងទៅដេតជាមួយគ្នានោះមើលវីដេអូទាំងអស់ហ្នឹងហើយហ្នឹងសូយុនណារលីងរលោងទឹកភ្នែកបណ្ដាខ្លោចចិត្តបណ្ដាសប្បាយចិត្តបណ្ដានេះលុះក្រោយមកទៀតសូយុនក៏បានមករកពូសាំងហ្នឹងដល់កន្លែងឃើញមុខនាងភ្លាមក៏ញញឹមផ្លែតតែម្ដងហើយគាត់ក៏បានប្រកួតប្រអប់ទូចមួយហ្នឹងទៅឲ្យសូយុនបើកមើលប្រអប់ហ្នឹងតើហ្នឹងក៏ឃើញថាគឺជារូបរបស់គាត់ដែលនាងធ្វើឲ្យគាត់នោះឯងឃើញរូបហ្នឹងហើយសូយុនណាយំសុំទោសប៉ារបស់គាត់តែម្ដងថាខ្ញុំមិនសុំបីតែចាំគាត់សោះពូសាំងក៏បានលងលំនាងថាសូយុនណានៅពេលដែរពេលវេលាកន្លងផុតទៅការចងចាំរបស់មនុស្សម្នាក់ៗចាប់ផ្ដើមរសាត់ទៅហើយប៉ុន្តែអ្វីដែលនៅក្នុងបេះដូងរបស់ឯងមិនដែលផ្លាស់ប្ដូរទេសម្ដីរបស់គាត់កាន់តែធ្វើឲ្យសូយុនណាយំហូរតែម្ដងបន្ទាប់ពីហ្នឹងសូយុនណាក៏បានមកលេងសមុទ្រជាកន្លែងដែលពួកគេទាំងពីរនាក់ហ្នឹងធ្លាប់មកលេងជាមួយនឹងគ្នានោះអង្គុយបណ្ដាមើលវីដេអូដែលពួកគេហ្នឹងថតសប្បាយចិត្តជាមួយនឹងគ្នាបណ្ដានៅសមុទ្រហ្នឹងយំបណ្ដាឈឺចាប់បណ្ដានេះហើយនាងក៏តែងតែមកលេងសមុទ្រហ្នឹងម្នាក់ឯងជាញឹកញាប់រហូតដោយសារតែនាងធ្លាប់សន្យាជាមួយនឹងគាត់ហើយថានឹងមកលេងទីនេះញឹកញាប់ហើយដើរបណ្ដាក៏នឹកឃើញនៅអនុស្សាវរីយ៍ជាមួយនឹងគាត់ហ្នឹងបណ្ដាដែលពេលនោះមានក្តីសុខខ្លាំងមែនទែនខុសឆ្ងាយពីពេលនេះស្រឡះតែម្ដងគ្រាន់តែស្បែកជើងរបស់នាងរបូតខ្សែភ្លាមនាងក៏នឹកឃើញនៅថ្ងៃដែលគាត់ចងខ្សែស្បែកជើងឲ្យនាងផ្លែតខ្លោចចិត្តចំនួនសូយុនខ្លាំងមែនទែននាងបានគិតនៅក្នុងចិត្តថាបើទោះបីជាគ្រប់គ្នាចាប់ផ្ដើមភ្លេចបងបន្តិចម្ដងអញ្ចឹងអូននឹងព្យាយាមចងចាំបងបន្តិចម្ដងចំនួនវិញហើយនាងក៏បានបៀនៅរូបដែលពួកគេទាំងពីរនាក់ហ្នឹងបានទៅលេងមកសមុទ្រជាមួយនឹងគ្នានោះសូយុនរឹងមាំខ្លាំងមែនទែនបើទោះបីជាការចងចាំទាំងអស់នោះវាធ្វើឲ្យនាងឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែនាងក៏សុខចិត្តព្យាយាមចងចាំនឹងការរីករាយជាមួយនឹងគាត់ទាំងអស់នោះទុកនេះនាងបានឈរនៅមាត់សមុទ្រហ្នឹងហើយក៏សម័យឃើញរូបភាពរបស់ពួកគេទាំងពីរនាក់ហ្នឹងលេងទឹកជាមួយនឹងគ្នាយ៉ាងសប្បាយចិត្តនៅពេលនោះនាងបានមើលឃើញនឹងចងចាំនៅស្នាមញញឹមរបស់គាត់នៅពេលនោះទុកនេះហើយតាមរយៈការធ្វើរឿងជាច្រើនមកហើយខ្ញុំឃើញថាជីវិតពិតជាខ្លីខ្លាំងមែនទែនបើបានស្រឡាញ់គ្នាហើយនោះសូមស្រឡាញ់និងយោគយល់គ្នាឲ្យកាន់តែច្រើនព្រោះថាជីវិតរបស់យើងនឹងខ្លីខ្លាំងណាស់មើលមិនឃើញទេតែថ្ងៃស្អែកនេះមានរឿងអីកើតឡើងនោះដូច្នេះហើយដើម្បីកុំឲ្យសោកស្ដាយថាមិនបានធ្វើអ្វីដែលល្អៗដាក់គ្នាហ្នឹងឯងកុំភ្លេចធ្វើនៅថ្ងៃនេះឲ្យហើយនេះស្រឡាញ់គ្នាបានច្រើនអូខេហើយចូលដល់នាទីនេះខ្ញុំចង់ប្រាប់ថារឿងនេះគឺស្លេះត្រឹមតែប៉ុណ្្នឹងឯណាអញ្ចឹងក៏អរគុណច្រើនខ្លាំងមែនតើអ្នកទាំងគ្នាបានចូលមកលៀងភ្នែកក៏ដូចជាកំដរ admin យំណាប៉ុន្តែដើម្បីទទួលបាននូវវីដេអូរឿងថ្មីៗទៀតសម្រាប់អ្នកដែលមិនទាន់ជួយចុច subscribe នៅលើ channel របស់ admin កុំភ្លេចជួយចុចម្នាក់មួយផងណកុំភ្លេច like និង comment ម្នាក់មួយផងណាអញ្ចឹងអរគុណទុកជាមុនណាបាយបាយ